គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីការសរសេរ C# សម្រាប់អ្នកអត់ចេះសរឬកម្រិតដំបូងដើម្បីសរសេរ C# បានយើងត្រូវការកម្មវិធីមួយឬក៏ IDE មួយដែលមានឈ្មោះថា Visual Studio Insider ចឹងអ្នកនរគ្នាគ្រាន់តែចូលទៅក្នុង Google ឬ download កម្មវិធីនេះជាពី website របស់ Microsoft ការ download អាចយូរឬក៏ឆាប់អាស្រ័យទៅលើ internet speed របស់អ្នកទាំងអស់គ្នាបន្ទាប់ពី download កម្មវិធី Visual Studio Insider រួចហើយនេះគឺជាផ្ទាំងកម្មវិធីរបស់ Visual Studio Insider ចឹងយើងចូលទៅកាន់កម្មវិធីនេះមួយនេះរួចคลิกលើប៊ូតុងមួយឈ្មោះថា Create New Project បន្តមកទៀតយើងជ្រើសរើសយក console ដោយសារតែយើងចាប់ផ្ដើមរៀនពីកម្រិតដំបូងទៅ console រួច click next បន្តមកទៀតយើងដាក់ console 1 ឬ console 1 2 1 2 3ក៏បានដែរតាមចិត្តរបស់អ្នកនរគ្នាបន្តមកទៀតគឺ click next នេះគឺ .NET Framework 10.0 គឺជា version ចុងក្រោយរបស់ Microsoft click create អូខេសូមរងចាំបន្តិចដោយសារតែកុំព្យូទ័រខ្ញុំ spec វារៀងទាបដែរអញ្ចឹងវាចំណាយពេលយ៉ាងយូរបន្តិចបើកុំព្យូទ័ររបស់អ្នកនរគ្នា spec ខ្ពស់វាដើរទៅlạiល្អប្រសើរអូខេអញ្ចឹងនេះគឺជាកូដរបស់ C# អ្នកនរគ្នាមិនបាច់ខ្វល់ពីអ្វីទេគ្រាន់តែចុចលើប៊ូតុង play មួយនេះគឺវានឹងចេញផ្ទាំង console មួយ console គឺផ្ទាំងខ្មៅកុំព្យូទ័រយ៉ាង slow បន្តិចអូខេរងចាំបន្តិចឃើញទេអ្នកនរគ្នានេះគឺ Hello World គឺវាចេញមកពីទីតាំងមួយនេះអញ្ចឹងបើសិនជាខ្ញុំចង់កែប្រែរបស់នៅក្នុងនេះបន្តិចដើម្បីបង្ហាញអ្នកនរគ្នាខ្ញុំគ្រាន់តែ Hello World បូកជាមួយនឹង Hello Me ឬ click តាមម្ដងទៀតបើសិនជាអ្នកនរគ្នាឃើញពាក្យថា Hello World និង Hello Me មានន័យថាអ្នកនរគ្នាបានបង្កើត console project ដែលជោគជ័យអូខេហើយបានជាអត់ចេញអញ្ចឹងខ្ញុំសាក stop ម្ដងទៀតហើយសាក run ម្ដងទៀតសិនអូខេចេញ Hello World Hello Me អូខេវីដេអូនេះមានតែប៉ុណ្ណេះតែប៉ុណ្ណោះជួបគ្នានៅវីដេអូបន្តទៀតអរគុណជម្រាបលា